ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីកន្លែងការងាររបស់ខ្ញុំដែលធ្វើការនៅប្រទេសកូរ៉េខាងផ្នែកនំប្រពៃណីកូរ៉េណានេះគឺជាវីដេអូត្រួសនៃការចាប់នំកូរ៉េតុករបស់ខ្ញុំហើយសម្រាប់បងប្អូនដែលថាគាត់ធ្លាប់មាន style ចាប់ផ្សេងគឺយើងមានទៅតាមបែបរបស់គេចឹងទៅតែសម្រាប់ខ្ញុំដោយសារតែខ្ញុំដៃថ្មីព្រោះថាខ្ញុំយូរបាទខ្ញុំចូលទៅចាប់នំខាងផ្នែកកូរ៉េតុកនឹងម្ដងដោយសារតែពេលខ្លះការងារ level ហ្នឹងទៅខ្ញុំត្រូវទៅជំនួសកន្លែងហ្នឹងដោយសារយើងការងារគឺយើងធ្វើលក្ខណៈបែបចាប់ឆាយណាព្រោះថាកន្លែងណាដែលខ្វះឬក៏ស្ទើរទៅយើងចូលយើងអាចធ្វើបានគ្រប់ចម្រុះនៅកន្លែងការងារទាំងអស់ឲ្យតែជាការងារដែលថាស្រាមិនធ្ងន់ខាងស្រីអាចធ្វើបានគឺខ្ញុំចូលទៅធ្វើជំនួសដូចវីដេអូកន្លងមកដែលបងប្អូនបានឃើញអញ្ចឹងព្រោះថាការងារណាដែលធ្វើបានគឺយើងចូលទៅជួយចូលទៅធ្វើដោយសារពេលខ្លះគាត់ប្រុសគាត់ត្រូវទៅលីសែងអង្គឬគាត់ត្រូវទៅលើកនំលើកអីហ្នឹងទៅហើយយើងឈរទៅនេះយើងក៏ជួយចាប់នំដាក់នំឬយើងជួយធ្វើការងារអីផ្សេងដើម្បីវាថាយើងជួយក្រុមការងារយើងនៅក្នុងកន្លែងការងារហ្នឹងឲ្យចាប់ហើយពេលម៉ួយមកដល់គឺមាននំដាក់ឲ្យម៉ួយសម្រាប់ពេលដែលគេមកដល់គឺយើងមាននំដាក់ឲ្យម៉ួយលឿនឡាហាអញ្ចឹងណាហើយនេះគឺជាដំណើរការនំត្រួសដែលខ្ញុំចង់បង្ហាញពីបងប្អូនទាំងអស់គ្នាដោយសារយើងធ្វើការខ្លះយើងឆ្លៀតថតបង្ហាញជូនបងប្អូនយើងមើលខ្លះចឹងណាព្រោះថាទៅមុខទៀតមិនប្រកាសថាបងប្អូនមួយចំនួនដែលគាត់មកធ្វើការនៅកន្លែងហ្នឹងគាត់មកប៉ះកន្លែងការងារដូចខ្ញុំអញ្ចឹងទេដោយសារការងារដូចខ្ញុំនេះវាជាប្រភេទការងារនំប្រពៃណីកូរ៉េប៉ុន្តែកន្លែងខ្ញុំវាស្តង់ដារអញ្ចឹងណាសម្រាប់កន្លែងគេផ្សេងកន្លែងដែលគេការងារមានស្តង់ដារអីចឹងទៅគឺគេមានមនុស្សច្រើនគឺមានតាមផ្នែកនីមួយដូចខ្ញុំណាអត់ទេចាប់ឆាយលក្ខណៈថាឯកជនយើងអាចធ្វើបានកន្លែងណាគឺយើងទៅកន្លែងហ្នឹងហើយដូចបានឃើញអញ្ចឹងខាងគ្រួសារខ្ញុំគឺគាត់អ្នកចាប់នំលើកនំគ្រប់សពបែបយ៉ាងហើយខ្ញុំកន្លែងណាស្រាគឺខ្ញុំចូលទៅជួយហើយឥឡូវហ្នឹងកំពុងតែជួយចាក់ក្រេតុកហើយជាក់ស្ដែងដោយការចាក់ក្រេតុកនេះដែរបើសិនជាយើងប្រហែលអាចនឹងចូលដៃនៅក្នុងម៉ាស៊ីនណាព្រោះថាកន្លែងហ្នឹងវាមានម៉ាស៊ីនមានម៉ូទ័រវារមូលម្សៅឲ្យចូលក្នុងហើយចេញមកក្រៅវិញឲ្យសាច់ម្សៅម៉ត់ហ៎អញ្ចឹងហើយយើងចាក់ហើយយើងត្រូវការរៀនដឹងគាត់ថាការងារហ្នឹងចូលភ្លាមអាចធ្វើបានផ្លែតតែបើសួរថាចាក់ទៅនំចេញល្អអីល្អអត់អាហ្នឹងទៅតែយើងរៀនយើងទៅថាធ្វើការយូរទៅយើងចេះហើយពួកខ្ញុំកាលហ្នឹងខ្ញុំរៀនចាក់ដែររៀនយូរទៅគឺចេះstart ទៅពេលយើងចេះ start ហ្នឹងយើងគ្រាន់តែចូលទៅយើងដឹងថាត្រូវចាក់នំបែបម៉េចចាក់ពីឆ្វេងទៅស្ដាំឬក៏ថាយើងចាក់នំចាស់នំថ្មីលាយចូលគ្នាតាមការដែលឃើញមើលទៅវាសាមញ្ញទេតែដល់ពេលយើងធ្វើបានយើងដឹងថាការងារខ្លះវាអត់សាមញ្ញទេយើងត្រូវការប្រើការគិតការចេះជំនាញបុកផ្សំជាមួយនឹងដោយថាយើងមានភាពរហ័សរហួនក្នុងខ្លួនផងដែរដោយបងប្អូនបានឃើញអញ្ចឹងការងារគឺយើងមានតែប៉ុណ្្នឹងទេវាអត់មានច្រើនដោយសារតែយើងឆ្លៀតថារូបបានតិចអញ្ចឹងណាហើយវីដេអូខ្លះក៏យើងបាន record វីដេអូខ្លះក៏យើងអត់សូវបាន record ចឹងទៅថាវាធ្វើវីដេអូនេះចង់ទុកជាអនុស្សាវរីយ៍ទៅថ្ងៃមុខទៀតចឹងណាឥឡូវនេះខ្ញុំចាប់នំហើយគ្រួសារខ្ញុំក៏ចាប់នំហើយដល់ពេលវគ្គកាត់អញ្ចឹងការកាត់នំតាមពិតខ្ញុំធ្លាប់ចូលទៅសាក់លបងកាត់ម្ដងហើយតែវាត្រូវការប្រើកន្លងខ្លាំងមែនតើយើងត្រូវសកត់ទៅយើងឈឺស្មារបស់យើងអញ្ចឹងរាល់តែពេលចូលកាត់គឺគេថាខាងគ្រួសារខ្ញុំគាត់ឃើញនឹងចាប់ផ្ដើមស្រែកហើយចាញ់ឲ្យវិញហើយដោយសារតែយើងប្រើកន្លងខ្លាំងបើសិនជាយើងកាត់គេថាមកកាត់ហ្នឹងបើសិនយើងអត់ប្រើកន្លងខ្លាំងកាត់តែម្ដងបើយើងកាត់ពីរដងនំហ្នឹងវាអត់ស្អាតវាខូចចឹងណាអញ្ចឹងយើងត្រូវការប្រើកន្លងខ្លាំងមែនតែនហើយដូចជាស្ដែងអីខាងមនុស្សប្រុសយើងមើលទៅកាត់វាសាមញ្ញតែគេប្រើកន្លងខ្លាំងចឹងទៅគឺងាយស្រួលនេះជាវីដេអូដែលខ្ញុំចង់បង្ហាញអញ្ចឹងណាវាត្រួសទេដូចបងអូនបានឃើញអញ្ចឹងហើយនេះជាពេលដែលយើងចាប់នំលើកយកមកហើយសួរថាក្តៅអត់ក្តៅមែនតើក្តៅខ្លាំងប៉ុន្តែវាមិនខ្លាំងដល់ថ្នាក់យើងអត់អាចទៅឈរចាប់នំនឹងបាននេះហើយសូម្បីតែរៀនចាប់ក្រេតុកនេះក៏ដោយដំបូងយើងចាប់
យើងយឺតដែរតែពេលយឺតទៅយើងចាប់លឿនដោយសារអីយើងស្ទាត់ដែរយើងនឹងពីតិចនិចក៏លឺចាប់នំធ្វើម៉េចកុំឲ្យក្តៅហើយយើងចាប់មកយើងដឹង8យើងដឹង10ចឹងណាព្រោះនំហ្នឹងវាមានតាមការកំង8កំង10តាមមួយចំនួននំតែបើសម្រាប់ថាកែលក់គឺតែកែលក់តាម8ឯងតែបើថាមួយកំងគឺកំង10ខ្ញុំចាប់ដបងគឺវាពិបាកតែដល់ពេលយូរទៅវាស៊ាំសម្រាប់យើងហើយបងប្អូនត្រូវចាំថាការងារវាមិនមែនយើងចូលទៅដល់ចេះភ្លាមមិនស្អីក៏ដោយគឺសិតតែត្រូវការរៀនសូត្រការចាំចំណាំហើយនឹងភាពអត់ធ្មត់របស់យើងព្រោះកន្លែងការងារនីមួយវាអត់ស្រួលដូចការគិតការដែលគ្រាន់តែបង្ហាញវីដេអូឲ្យបងប្អូនឃើញទេព្រោះថាតម្រាំតែពួកខ្ញុំធ្វើបានប៉ុណ្ណេះចេះបានប៉ុណ្ណឹងគឺយើងនិយាយថាទ្រាំរយៈពេលចាប់ពីខ្ញុំចូលធ្វើការមកដល់ថ្ងៃខ្ញុំថតវីដេអូនេះកន្លែងនេះគឺខ្ញុំនៅបានច្រើនគឺជិត5-6ឆ្នាំហើយដែលតែឥឡូវហ្នឹងយើងនិយាយថាយើងចេះស្ទាត់ទៅកាយទុកចិត្តយើងក៏ធ្វើការខ្លះយើងឆ្លៀតថតវីដេអូទុកសម្រាប់បង្ហាញបងប្អូនខ្មែររបស់យើងដែលគាត់មកធ្វើការប៉ះកន្លែងនំខុយៗចឹងណាហើយក៏ជាចុងក្រោយអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់